អ្វីបានជាបរិសុទ្ធចូលចិត្តភ្លេចរឿងដែលពេលខ្លះមនុស្សស្រីប្រាប់ដដែលដល់តែ3ដងហើយក្តីតើអ្នកធ្លាប់ចាប់អារម្មណ៍ទេថាអ្នកទៅតែប្រាប់រឿងអ្វីមួយទៅកាន់ដៃគូរបស់អ្នកតែ5នាទីក្រោយមកគាត់បែរជាមកសួររឿងដដែលនោះម្ដងទៀតពេលនោះអ្នកបានត្រឹមតែឈោភាំងហើយក៏ក្នុងចិត្តថាយើងទៅតែនិយាយរឿងហ្នឹងអំបញ្ញមិញប៉ុន្តែអ្វីដែលកំ ប្លែងនោះគឺជួនកាលវាមិនមែនមកពីគាត់មិនខ្វល់ពីអ្នកនោះទេតាមពិតទៅខួរក្បាលបរោះមានដំណើរការចម្លែកម្យ៉ាងគឺអាចលឺអ្នកនិយាយតែវាមិនទាន់ដល់ពេលដល់លក់សម្លេងដែលអ្នកនិយាយចូលទៅក្នុងប្រព័ន្ធចងចាំទាំងស្រុងនៅឡើយទេនៅពេលនោះអ្នកទាំងពីរក៏ចាប់ផ្ដើមឆ្ងល់និងអន់ចិត្តថាគាត់មិនយកចិត្តទុកដាក់នឹងសម្ដីរបស់យើងប៉ុន្តែបើនិយាយឲ្យត្រង់ទៅវាក៏ជារឿងកំប្លែងមួយដែរព្រោះនៅពេលដែលមានរឿងអ្វីមួយដែលមនុស្សប្រុសចាប់អារម្មណ៍ពិតប្រាកដគាត់ស្រាប់តែចាំបានគ្រប់យ៉ាងតែដើម្បីផ្ដល់យុត្តិធម៌ដល់គាត់មនុស្សគ្រប់រូបតែងតែមានពេលផ្លាត់ស្មារតីឬហៅថា zone out ដូចគ្នាសូម្បីតែមនុស្សស្រីយើងក៏ដោយគ្រាន់តែថាយើងងាយនឹងចាប់ថ្នាក់គាត់បានលឿនជាងពេលដែលគាត់ធ្វើបែបនោះដាក់យើងដូច្នេះជាជាងការយកវាមកធ្វើជាចំនួនចូលទទួលយកការពិតមួយនេះទៅចុះពេលខ្លះគាត់មិនមែនភ្លេចនោះទេគឺគ្រាន់តែខួរក្បាលរបស់គាត់ត្រូវការពេលវេលាដើម្បី loading បន្តិចប៉ុណ្ណោះ